មិនដឹងជាភ័យយ៉ាងណាទេក្មួយតូចខាងប្រពន្ធរបស់កែវវាសនាត្រូវម្ដាយ3រត់ចេញពីមន្ទីរពេទ្យខណៈកំពុងសម្រាកព្យាបាលនៅថៃចំពេលមានគ្រោះរញ្ជួយដីកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត 7.7 រិកទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងបានបន្តការរញ្ជួយដល់ប្រទេសក្បែរខាងមួយមានប្រទេសថៃជាដើមបណ្ដាលឲ្យមានភាពសកម្មមនុស្សរត់ជន្លៀសខ្លួនចេញពីអាគារពាសពេញដងផ្លូវនិងអាគារខ្ពស់ៗមួយចំនួនរងការវិវាទប្រេះស្រាំនិងឈាងរហូតដល់ការបាក់រលំក៏មានដែរជាស្ដែងអាគារដែលរលំមានទីតាំងនៅម្ដុំទីក្រុងបាងកកប្រទេសថៃបានរលំរាយដល់ដីក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីសង្កាត់កម្មករគេថាសង្កត់ណាបងប្អូនអស់ជាច្រើនអ្នកគួរឲ្យរន្ធត់ជាទីបំផុតហើយក្នុងហេតុការណ៍នោះដែរគេក៏បានឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនក៏ស្ថិតនៅបាងកកដូចគ្នាដែរទោះយ៉ាងណាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅនេះអ្នកនាងលីនសុគមនារីដែលជាភរិយាកែវវាសនាក៏បានបង្ហោះវីដេអូបង្ហាញពីក្រុមគ្រួសារដែលបានស្ថិតនៅក្នុងហេតុការណ៍ក្នុងប្រទេសថៃដូចគ្នាដែរខណៈក្មួយរបស់អ្នកនាងកំពុងសម្រាកព្យាបាលនៅទីនោះអ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រភរិយាលោកកែវវាសនាកាន់តែក្តុកក្តួលនោះគឺក្មួយរបស់អ្នកនាងលឹមសុគន្ធនារីនៅតូចមិនទាន់ដល់1ឆ្នាំផងដែលទៅវះកាត់ហើយនៅទីនោះតែត្រូវម្ដាយ3ចេញ3រត់ចេញមកក្រៅដើម្បីរកកន្លែងសុវត្ថិភាពអូយបងប្អូនហើយតើបានមកខូបឯណាហើយមិនដឹងជាភ័យមិនហើយមនុស្សឡងកក់កុញនៅប្រទេសថៃអូយមិនដឹងថាគ្នាដឹងអាម៉េចអាម៉ាទេបងប្អូនអើយពីម្សិលបងប្អូនគឺភ័យសម្បីតែខ្ញុំឃើញព័ត៌មានហើយគឺខ្ញុំអូយខ្មែរយើងនៅនោះច្រើនណាស់អូយនៅថៃគឺច្រើនមែនតើនឹងអាម៉េចអាម៉ាទេហត់ជន់ជើងគ្នាមួយ